កងកម្លាំងអន្តរាគមនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅតែបន្តសហការជាមួយកងកម្លាំងចម្រុះក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងលំហបឹងទន្លេសាបក្នុងភូមិសាស្ត្រឃុំផាត់សណ្ដែកស្រុកកំពង់ស្វាយខេត្តកំពង់ធំនៅព្រឹកថ្ងៃទី18ខែមីនាឆ្នាំ2025កងកម្លាំងអន្តរាគមនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដឹកនាំដោយលោកវរស្នីតូសេងសំអល់នាយសេនាធិការរងនិងជាមេបញ្ជាការកងកម្លាំងអន្តរាគមនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅតែបន្តសហការជាមួយកងកម្លាំងចម្រុះក្នុងការធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដែលនៅតែកើតមានឡើងនៅក្នុងលំហបឹងទន្លេសាបស្ថិតនៅក្នុងឃុំផាត់សណ្ដែកស្រុកកំពង់ស្វាយខេត្តកំពង់ធំឧត្តមស្នេហ៍តសំសិនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានមានប្រសាសន៍ថាបទល្មើសនេសាទជាទូទៅនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំមានការថយចុះប៉ុន្តែសកម្មភាពនេសាទខុសច្បាប់នៅតែមានការកើតឡើងនៅកន្លែងមួយចំនួនដែលកងកម្លាំងចម្រុះរបស់យើងមានការចន្លោះប្រហោងឬធ្វេសប្រហែសពិសេសជនល្មើសតែងតែលួចប្រព្រឹត្តដាក់ឧបករណ៍នេសាទល្មើសច្បាប់នៅពេលយប់ឧត្តមស្នេហ៍តសំសិនបានគូបញ្ជាក់បន្ថែមទៀតថាដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមស្នេហ៍ម៉ៅសុផាន់អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបទបញ្ជាឯកឧត្តមស្នេហ៍ឯកពៅហេងមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយុទ្ធភូមិភាគទី4និងឯកឧត្តមនួនផារតអភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំក្នុងរយៈពេល7 ខែកន្លងទៅនេះកងកម្លាំងអន្តរាគមនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានសហការជាមួយកងកម្លាំងចម្រុះបង្ក្រាបនិងបំផ្លាញរបាំងសាច់អួននិងរបាំងស្បៃមុងខុសច្បាប់បានប្រវែងរាប់ម៉ឺនម៉ែត្រព្រមទាំងបង្ករបាំងឈើរាប់ម៉ឺនដើមនៅក្នុងលំហបឹងទន្លេសាបព្រមជាមួយនោះដែរក៏បានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់ធ្ងន់ធ្ងរបញ្ជូនទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់បានមួយចំនួនផងដែរហើយនៅពេលខាងមុខកងកម្លាំងអន្តរាគមនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំនៅតែបដិញ្ញាចិត្តដាច់ខាតបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយគ្មានការដកថយឡើយដើម្បីការពារឲ្យបាននៅធនធានមច្ឆជាតិឲ្យមានការសម្បូរឡើងវិញសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀតនាងខ្ញុំឆាំឡាវងធ្វើសេចក្តីរាយការណ៍